បាយបែបនេះគេហៅថាស្បែកដែលស្ងួតខ្លាំងហើយនឹងរលាកគោរោខ្លាំងទៅជារលាកគោរោមកបងតាក្រពាក់ដែលជារូបកសកាចាស់ទៀតតមកធ្វើស្ក្រាបងាយស្ក្រាបនេះធ្លាប់បានចែកម្លែកដំបូងហើយបងប្អូនដាក់ស្ករសហើយកាហ្វេបងប្អូនបន្ថែមជាមួយនឹងសាប៊ូដុសខ្លួនដែលបងប្អូនតាគ្នាមាននឹងដាក់ទឹកខ្មុំប្រេងដូងតែប៉ុណ្្នឹងជាការស្រាច់ឲ្យកោមកប៉ុណ្្នឹងយើងបានសាប៊ូស្ក្រាបមួយកំប៉ុងទុកប្រើបានងាយដែលយើងអាចធ្វើបាននៅផ្ទះដែលខ្លួនឯងបើនិយាយពីស្ក្រាបខ្លួនសម្រាប់ព្យាបាលស្បែកខ្ញុំមានពីរប្រភេទបងប្អូនសម្រាប់ស្ក្រាបខ្ញុំមិនមែនថាជួយព្យាបាលស្បែកបងប្អូនតាគ្នាស្ងួតជ្រួតរលាកគោរោទេថែមនឹងជួយស្បែកបងប្អូនតាគ្នាសជួយជ្រុលកោសកាចាស់បានល្អបាត់ស្នាមបានលឿនទៀតសំខាន់ណាស់ស្កាប់ខ្ញុំមានចំណុចពិសេសច្រើនណាស់បងប្អូនតាគ្នាប្រើឲ្យអត់ស្ទះឡើងមុនទេមានតែជួយបាត់មកហើយជួយស្បែកយើងមានស្នាមទៅបងប្អូនដែលគាត់ចូលចិត្តប្រើស្ក្រាបភាគច្រើនថាប្រើទៅអត់សូវមានស្នាមអីអាចសាកស្កាប់ខ្ញុំបានព្រោះស្ក្រាបខ្ញុំសម្បូរទៅដោយប្រេងនិងគ្រឿងផ្សំសុទ្ធតែមិនមែនយករបស់កែច្នៃមកធ្វើទេហើយគ្រឿងផ្សំទាំងអស់ហ្នឹងសុទ្ធតែជួយដល់ស្បែកទាំងអស់ចង់បានស្បែកកាន់តែស្អាតបងប្អូនតាគ្នាប្រើស្ក្រាបហើយកុំភ្លេចលាបប្រេងផ្ដល់ស្នាមពេលមកខែបងប្អូនលាបពីមុខហ្នឹងទឹកបល័យប្រេងសង្វារធម្មតាលាបតែប្រេងសង្វារទៅទេស្បែកស្អាតយកតាណាមិនអស់